កម្មគឺខ្ញុំមិនបានចាក់ចេញនោះទេអ្នកណាថាយើងទៅទទួលទណ្ឌកម្មនោះមិនមែនទេមើលរូបរាងរបស់យើងដោយមនុស្សជាស្លាប់ដែរទេអត់ដូចទេមិនខ្វល់ថាអ្នកណានិយាយអីទេមិនពេលដែលលោកទទួលទណ្ឌកម្មខ្ញុំមិនបានចាក់ចេញទេនៅកណ្ដោះលោកមិនចំណាយពេលវេលាជាមួយនឹងអ្នកផ្សេងទេលោកចង់ហូបអីខ្ញុំធ្វើឲ្យលោកហូបលោកចង់ទៅណាខ្ញុំទៅជាមួយលោកគឺខ្ញុំមិនទៅណាចោលលោកនោះទេទោះបីជាពុកខ្ញុំធ្វើបាបខ្ញុំក៏ខ្ញុំមិនស្ដាប់គាត់ដែរពុករបស់នាងមកហើយពុកមកក៏គ្មានប្រយោជន៍ដែរអ្នកណាក៏ខ្ញុំមិនស្ដាប់ដែរទង្ហទីចិនទេវតាប៉ាយមិនក៏ឡើងមកថាលើបែបនេះអូគឺព្រមមង្គលការបងស្រីអូត្រូវហើយមង្គលការថាលើនឹងឈិញឈៀវគឺជារឿងធំខ្ញុំមិនរំខានលោកនោះទេលាសិនហើយបងឯងនៅចាំថាឯងមានពុកដែរទេបងលើកនេះមិនថាពុកវាយខ្ញុំយ៉ាងណានោះទេខ្ញុំដាច់ខាតត្រូវទៅនៅឋានលើកំដរទេចិនហើយឯងពិតជាមិនបោះបង់គេពិតមែនទេគឺមិនអាចនោះទេនឹកឃើញពេលដឹកចំនេះនាំនាងឡើងលើភ្នំតែមិនដែរទេខ្ញុំរៀននៅក្នុងខុនលុន 20000 ឆ្នាំគឺធម្មតាកន្លងផុតទៅ 70000 ឆ្នាំលោកក៏ប្រែប្រួលคล้ายទៅជាខ្ពង់ខ្ពស់ដូចនេះពួកគេគឺសរសើរបកខុនលុនដឹងថាទេវតាមកយានមកវិញក៏បញ្ញាប់មកគោរពនំខុនលុននេះមានសន្តានជាច្រើននេះប្រហែលជាដឹងថាមកយានចិត្តត្រឡប់មកវិញទើបចំហាយនាគរាជនេះហៅពួកទេវតាមកកុំអស់រំខានភាពអ៊ូអររបស់ពួកទេវតាទាំងនោះពួកយើងទៅដល់ស្ងៀមស្ងាត់ទៅគឺវាល្អហើយល្អទេវតាមកយានអូទេវតាមកយានទេវតាមកយានទេវតាមកយានគឺទេវតាមកយានអូទេវតាមកយានឡងបាក់ខ្លួនវិញសិស្សចាំទទួលលោកគ្រូឲ្យពួកឯងរងចាំយូរហើយមែនដែរទេលោកគ្រូ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 ប្រហែលថ្ងៃមុនជឿឡានឲ្យដំណឹងថាចំហាយនាគនៅព្រំខុនលុនគឺការឡើងខ្លាំងពួកយើងក៏បញ្ញាប់មកទាំងយប់ទោះបីជាពួកយើងមិនដឹងថាពេលណាលោកគ្រូត្រឡប់មកវិញក៏ដោយតែក្នុងចិត្តខ្ញុំដឹងច្បាស់ថាលោកគ្រូគឺពិតជាត្រឡប់មកវិញក្រោយមកក៏ដឹងថាលោកគ្រូគឺខ្ចីខ្លួនប្រាណរបស់បងប្រុសខ្ញុំរក្សាព្រលឹងផឹកថ្នាំក្រហមនោះគឺត្រូវការពេល3ថ្ងៃពួកយើងក៏រងចាំនៅទីនេះរហូតដល់លោកគ្រូត្រឡប់មកវិញទើបពួកយើងអស់ចិត្តថ្ងៃនេះនៅដំណាក់ធំមានចំហាយទេវតាលោកគ្រូគឺនៅច្រកភ្នំពួកយើងក៏បញ្ញាប់មកច្រកភ្នំទទួលលោកគ្រូទៅអស់រយៈពេល70000ឆ្នាំទីបំផុតត្រឡប់មកវិញហើយលោកគ្រូពួកខ្ញុំត្រេកអរណាស់ដែលលោកគ្រូត្រឡប់មកវិញក្រឡាម៉ា
ក្រៅឡើងមក លោកគ្រូខ្ញុំមានរឿងចង់ប្រាប់តាំងពីលោកគ្រូទៅបាត់សិស្សប្អូនទី17ក៏រងមិនឃើញពួកខ្ញុំតាមរកគេរហូតមិនហ៊ានសម្រាប់ទេខ្លាចតែគេគិតខ្លីហើយក៏ធ្វើរឿងប្តេជ្ញាផ្ដាស់ ខ្ញុំមិនបានកាត់ខ្លីទេ អូនេះគឺ សាច់ច្បាំងគ្រប់គ្នាខ្ញុំគឺស៊ីអ៊ីន ស៊ីន CN លោកគ្រូ លោកគ្រូ 17 លោកគ្រូកាននោះគឺខ្ញុំដាក់ថ្នាំឲ្យសាច់ច្បាំងរាល់គ្នាយកខ្លួនប្រាណរបស់លោកគ្រូចេញទៅពីភ្នំខុនលុនខ្ញុំមិនហ៊ានលាក់បាំងរឿងនេះជាមួយលោកគ្រូទេអំបាញ់មិញសាច់ច្បាំងទី16មិនហ៊ាននិយាយគឺព្រោះតែការពារខ្ញុំ អា17 សិស្សច្បងទី10និយាយថាឯងគឺកិច្ចពីពួកយើងក៏រកឯងគ្រប់ទីកន្លែងក៏មិនឃើញដែរសិស្សច្បងទាំងអស់ក៏មិនរឹកស្មានថាឯងគឺព្រោះតែកិច្ចពីពួកយើងតែខ្លួនជាទេពអប្សរនោះតែពេលនេះឯងមករកពួកយើងហើយពួកយើងនឹកស្មានមិនដល់ទាល់តែសោះថាឯងគឺជាស្រីអា17ឯងបែរជាអញ្ចឹងនេះគឺ អើយ សាច់ច្បាំងជាឡានមើលមកខ្ញុំពិតជាដូចជាមនុស្សប្រុសតែងជាស្រីមែនណា ឯងពីដើមគឺមិនដូចជាពួកយើងនោះទេការពិតឯងគឺជាមនុស្សស្រី ត្រូវហើយគេជាស្រីស្អាតត្រូវហើយជាស្រីស្អាតអស្ចារ្យណាស់ស្មានតែឯងមិនហ៊ាននិយាយតែអំបញ្ញមិញឃើញឯងចូលមកស្លៀកពាក់បែបនេះក៏មិនហ៊ាននិយាយនឹកស្មានមកដល់ថាគេជាមនុស្សស្រីការពិតសិស្សច្បងដឹងហើយនៅអង្គុយមើលទៀតមិនហ៊ានទេពេលនេះគឺ170000ឆ្នាំទេបសបាយឈៀវគឺនៅឈិញឈៀវមនុស្សក្នុងលោកគឺសុទ្ធតែគោរពហៅថាអ្នកមីងអា16បើគេមិននិយាយបងមិនហ៊ាននិយាយទៅដូច្នេះហើយលាក់ជាអាចកំបាំងទៅយើងចាំមើលថាតើពួកឯងចេះអង្កេតមើលមនុស្សដែរទេ លោកគ្រូខ្ញុំនៅតែជាស៊ីអ៊ីនរបស់ប៉ាខុនលុនជាសិស្សប្អូនទី17របស់អ្នកទាំងអស់គ្នា 17ឯងសាខ្លាំងណាស់ប្រហែលឆ្នាំមកនេះណាយើងមិនដឹងថាឯងជាស្រីសោះហើយមើលមិនដឹងថាឯងជាស្រីសោះហើយជាប្រុសតែពួកយើងនេះមើលមិនដឹងថាឯងនេះជាមនុស្សស្រីនោះទេមែនហើយត្រូវហើយយើងមិនដឹងថាជាមនុស្សស្រីនោះទេជាប្រុសមែនហើយ ខ្ញុំនឹកពួកបងណាស់ការប៉តៃខ្ញុំស្មានថាលោកគ្រូត្រូវការពេល3ខែទើបអាចដឹងខ្លួនតែបែរជាដឹងខ្លួនលឿនយ៉ាងនេះ នេះមកពីយេហោប្រើកម្លាំងធាតុគេទាំងស្រុងទើបមកយើងនេះឆាប់ដឹងខ្លួនយ៉ាងនេះ យេហោគឺពិតជាមិនចិត្តស្មោះមែនតែបងទី5សំណាងមិនល្អសោះទើបតែតបស្នងមកយានមកចម្ពាក់យេហោទៀតឯងប្រាឈាមបេះដូង70000ឆ្នាំមកតបស្នងមកយានចុះកម្លាំងធាតុ40000ឆ្នាំរបស់យេហោតើសងយ៉ាងម៉េចទៅ ខ្ញុំថាខ្ញុំហើយនឹងយេហោកងតែខ្លាចជាប្តីប្រពន្ធស្រឡាញ់គ្នានោះទេអ្នកណាចម្ពាក់អ្នកណាมันសំខាន់នោះទេបងទី4យល់យ៉ាងម៉េចខ្ញុំចាប់បន្តហើយ អ
ខ្ញុំចូលស្រាផ្លែប៉េះមកចង់សាមើលដែរទេ ឡោ មិនក៏សប្បាយចិត្តម្លេះលើកមុនមិនហ៊ានប៉ះស្រានោះទេ ខ្ញុំមានរឿងសួរលោកច្រើនមានស្រាទើបមិនអាយកោកាលនោះហេតុអ្វីទេកាលនោះគឺ17បើជាយកយើងទៅចិញ្ចៀវ ហើយដឹងថាលោកនៅសួររឿងនេះមកយៀនឯងពិតជាចង់សួរពិតមែនទេតាំងពីដឹងខ្លួនខ្ញុំដឹងថាក្នុងចិត្តរបស់ឯងមិនស្ងប់ទេខ្លាចតែស្ដាប់ខ្ញុំនិយាយចប់ហើយលោកមិនច្បាស់ថាខ្លួនឯងនឹងប៉ាឈៀនជាទំនាក់ទំនងគ្រូហើយនឹងសិស្សឬក៏ជាប្រុសស្រីដែលស្រឡាញ់គ្នានោះទេ និយាយទេខ្ញុំចាំស្ដាប់ ពេលដែលព្រលឹងរបស់លោកនេះខ្ចាត់ខ្ចាយប៉ាឈៀនក៏យកសារសតរបស់លោកនេះទៅអង្គុយនៅមាត់ទន្លេយៀកស៊ួយអ្នកណាក៏មិនហ៊ានទៅជិតដាច់ខាត់គឺត្រូវឲ្យឋានយមរាជទៅកំដរលោក 17ដេកហើយនៅ ដេកលក់ហើយ ដេកហើយឯងនៅនិយាយទៀតថ្ងៃនេះព្រមខុនលុនមនុស្សច្រើនណាស់បន្ទប់ខ្ញុំក៏ត្រូវសិស្សច្បងដណ្ដើមយកទៅដែរយប់នេះដេកនៅទីនេះចាំស្អែកចាំរៀបចំបន្ទប់ថ្មីចុះដូច្នេះហើយរឿងទាំងអស់នេះចាំដោះស្រាយពេលថ្ងៃស្អែក 17 មិនឆ្នាំមកនេះព្រោះតែលោកគ្រូឯងលំបាកហើយ ថ្ងៃនេះសាច់ច្បងទី16និយាយជាមួយខ្ញុំស្រួលខ្លាំងម្ល៉េះខ្ញុំថាការគាត់ថាឡើងខ្ញុំថាបានគាត់ថាមិនបានថ្ងៃនេះនិយាយស្រួលយ៉ាងនេះបងពិតជាសាច់ច្បងទី16របស់ខ្ញុំមែនណាគឺជាឡានមែនណា ឯងនេះច្បាស់ជារៀបការមិនចេញទេ ពិតជាជឿឡានមែនបងប្រហែលឆ្នាំនេះក៏មិនទាន់មានប្រពន្ធដែរប្រៃហើយសាច់ច្បងទីតែមើលមិញនេះខ្ញុំគិតអី គិតអីទៅ ខ្ញុំកំពុងតែកិនរស់ដល់អាយុប៉ុណ្ណឹងទោះបីជាឆ្លងកាត់រឿងច្រើនប៉ុន្តែបានដេកនៅលើគ្រែតូចនៅក្នុងខុនលុននេះខ្ញុំគិតថារឿងទាំងអស់នេះមិនស្ដាយក្រោយទេ ត្រូវហើយរស់នៅយូរយ៉ាងនេះទៅហើយមានរឿងខ្លះគឺថាមើលធ្លុះដែរឯងនៅចាំយិនជឿដែរទេគឺគេម្នាក់នោះគឺតែងតែ គឺជាប្រធានឋានយមរាជនោះឯងក្រោយសង្គ្រាមនៅយេស៊ុយក៏ម្ដងបានជួបនាងដែរខ្ញុំនៅចាំពីទឹកចិត្តល្អរបស់នាងធ្វើឲ្យគេចូលចិត្ត ត្រូវហើយពិតជាធ្វើឲ្យគេចូលចិត្តណាស់ សាច់បានស្លាប់ជួបនាងឯង ពេលចុះពីភ្នំទៅរងឯងនោះក៏មានឱកាសជួបប្រហែលដងដែរ ស្ដាប់សម្ដីរបស់បងច្បាស់ជាមានអារម្មណ៍អីហើយឆាប់និយាយទៅ ជប់ហើយដេកទៅ បងដេកហើយហ៎មិននិយាយទេក៏ចង់និយាយជាមួយយាយហួរបាញ់នេះដែរតែគេស្ដាប់ខ្ញុំមិនយល់ទេពេលនេះគេប្រហែលជាអាយុ1ខួបហើយគេអាយុ1ខួបមានរូបរាងយ៉ាងម៉េចដូចជារាជបុត្រដែរឬក៏អត់ទេ គេនៅទីនេះប្រើឈាមបេះដូងរបស់នាងបន្តក់ចូលចានរួមបញ្ចុកលោកម្ដងមួយម៉ាត់ម្ដងមួយម៉ាត់គឺអាចថាគេធ្វើដើម្បីជួយជីវិតរបស់លោកតែគេមិនដឹងថាលោកអាចត្រឡប់មកវិញនោះទេគឺគ្រាន់តែជួយរក្សាខ្លួនប្រាណឲ្យលោកតែប៉ុណ្ណោះ
ប្រាឈាមកញ្ជ្រងរបស់គេដើម្បីរក្សាខ្លួនប្រាណដែលគ្មានព្រលឹងដូចជាលោកនេះជីនតើអ្នកណាធ្វើរបួសទៀតហើយពុកថាខ្ញុំនៅឋានកណ្ដាលលាក់បាំងខ្លួនប្រាណឲ្យលោកត្រូវតែវាយខ្ញុំឲ្យស្លាប់គឺមិនងាយទេតែរត់ចេញមកបានណាប្រុសមកជប់លោករួចហើយតែឲ្យគាត់វាយខ្ញុំឲ្យស្លាប់នឹងណាតែជីនរបួសរបស់នាងមើលទៅក៏ដូចណាស់ខ្ញុំប៊ីនឹងត្រូវនាងខកទៀតផងនាងគួរតែសម្ដែងឲ្យបានស័ក្តិសមបន្តិចទៅពេលខ្ញុំប៉ះរបួសរបស់នាងមិនក៏មិនស្រែកថាឈឺបែបនេះអាឆេរៀនធ្វើដូចតាខ្ញុំខុសហើយរបួសនេះខ្លាំងទេអ្នកណាជាអ្នកបង្រៀននាងទៅគេឆឹងអីស្រីស្អាតរបស់ព្រះម្ចាស់ទី3ស្អីក៏មិនចេះតែរឿងកុហកគេគឺបកកាយខ្លាំងណាស់គឺខ្ញុំសូមឲ្យនាងជួយបង្រៀនតែជិនចង់បន្តខ្ញុំបានហើយកុំឲ្យពាក់ព័ន្ធជាមួយនាងណាកូនកញ្ជ្រោងក្នុងផ្ទះបែកបាក់ឋានកណ្ដាលយើងបាន5នាងហើយទោះចប់ឬក៏មិនចប់មានតែឈឺចាប់តែប៉ុណ្ណោះឬមួយក៏នាងមិនយល់ទេកូនស្រីយើងទាំងពីរនាក់គឺមិនចប់ទៅហើយថ្ងៃនេះនាងមករាជវាំងរបស់យើងតើមានការអ្វីដែរទៅប្រលោកត្រូវតនកម្មខ្ញុំចង់កណ្ដាលលោកតើនរណាប្រាប់នាងថាយើងត្រូវតនកម្មនោះមិនអាចប្រាប់ទេនាងត្រូវដឹងថាយើងចាស់ជាងនាងប៉ុណ្ណាពេលឪពុករបស់នាងកើតមកយើងមានរូបរាងបែបនេះទៅហើយរាប់ម៉ឺនឆ្នាំនេះនាងមិនដែលឃើញជីវិតប្រមាណដែលត្រូវស្លាប់ក៏មិនដែលឃើញដៃរបស់យើងនេះប្រឡាក់ឈាមដែរអ្នកដែលនាងស្ងើសរសើរតែជានរណាទៅគឺជាម្នាក់ដែលឈរនៅចំពោះមុខនាងតាមពិតមែនដែរទេតែហ្វុងជាវអ្នកដែលនៅពីមុខនាងមិនមែនជាយើងពិតប្រកបនោះទេអ្នកដែលលេងសើចនឹងនាងនៅរាជវាំងថៃឈិនក៏មិនមែនជាយើងដែរអ្នកដែលរស់នៅជាមួយនាងនៅឋានកណ្ដាលរឹតតែមិនមែនជាយើងថែមទៀតអ្នកដែលនៅចំពោះមុខនាងនេះគឺជាអ្នកក្តាប់ក្តាប់ការស្លាប់របស់មេឃដីគ្មានមនោសញ្ចេតនាមិនថានាងធ្វើអ្វីនៅក្នុងភ្នែករបស់យើងគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះទេប៉ុន្តែគ្មានប៉ុន្តែទេនាងទៅចុះទៅឥឡូវនេះទៅនាងត្រូវទីជា20ទៀតហើយហ៎គេមកដឹងរបួសខ្លាំងហើយខ្ញុំមានមុខអាណានៅទៀតទេទីជីនធ្លាប់ឆ្លងកាត់អ្វីខ្លះសមីងនិយាយឲ្យហ្វុងជាស្ដាប់ទៅបើនិយាយទៅពេលព្រះអិនរំកណាត់ទីជីនគឺចេះឈរទៅហើយជាទេវតាដែលដឹកនាំសមុទ្រទាំង4ទូលបង្គំដឹងរឿងនេះគឺព្រោះតែមានកត់ត្រានៅក្នុងសៀវភៅអូទីជីនចង់នៅថ្នាក់នេះតែត្រូវទទួលទណ្ឌកម្មទីជីនត្រូវទណ្ឌកម្មមិនមែនណាលោកនៅជាមួយទីជីនរាល់ថ្ងៃមកក៏មិនដឹងខ្ញុំដឹងថាទីជីនមិនត្រូវទណ្ឌកម្មទេអ្នកទាំងពីរដឹងថានេះគឺជារឿងធម្មតាទេទីជីនគឺជាអ្នកក្តាប់ក្តាប់មេឃដីបើមានរឿងនេះកើតឡើងមែននឹងផ្អាកទៅដល់ឋានលើនិងសមុទ្រទាំង4ហេតុអីក៏ត្រូវស្ងប់ស្ងាត់ដោយអ្នកទាំងពីរដឹងនោះវាដូចជាមិនសមហេតុផលតតែសោះអញ្ចឹងគេមិនត្រូវទណ្ឌកម្មទេប្រកាសហើយទូលបង្គំប្រកាសណាស់ទីជីនក៏អាចរស់នៅបានរាប់ម៉ឺនឆ្នាំយូរជាងព្រះនាងទៅទៀត
កុំភ្លេចថាគឺជាទេវតាតែមួយគត់ដែលកើតចេញពីថ្មអ្នកណាប្រាប់ព្រះនាងថាទីជិនគឺត្រូវទណ្ឌកម្មនោះទូលបង្គំគិតថាពាក្យទាំងអស់នេះវាដូចជាណែ គឺឆាំងអីជាអ្នកប្រាប់នឹងណាថ្ងៃនោះខ្ញុំគ្មានចេតនាស្ដាប់ឮធានជននិងទីជីននិយាយគ្នាពីរឿងស្អីនោះទេក៏ស្មានថាទីជីនត្រូវទទួលទណ្ឌកម្ម អញ្ចឹងបានជាព្រះនាងមួយថ្ងៃនេះគឺមុខក្រហមហេតុអីក៏មិនសួរទូលបង្គំអញ្ចឹងទូលបង្គំគឺទៅជាអ្នកនៅជាមួយទីជីនយូរជាងគេ បាទតែជីនមិនត្រូវទណ្ឌកម្មទេបានអញ្ចឹងថ្ងៃនេះខ្ញុំធ្វើឲ្យបាក់មុខទៀតហើយបាទពុកដឹងនោះច្បាស់ជាវាយខ្ញុំស្លាប់ជាមិនខានទេតែខ្ញុំគួរធ្វើយ៉ាងម៉េចទេមិនដឹងថាទីចិនទំនេរអាចនិយាយជាមួយនឹងខ្ញុំរឿងកូនស្រីហ្វុងជាវជាមួយនឹងខ្ញុំបានដែរឬទេទេវតាសូមជើញអង្គុយតើលោកចង់និយាយពីរឿងស្អីទៅអញ្ចឹងខ្ញុំនិយាយឲ្យខ្លីទៅចុះទីចិននិងកូនស្រីរបស់ខ្ញុំខ្លាយទៅជាប្តីប្រពន្ធនៅឋានកណ្ដាលទៅហើយមិនដឹងថាទីចិនព្រមទទួលនាងឬក៏អត់នោះទេទោះខ្ញុំអប់រំគេមិនឲ្យតាមលោកកុំឲ្យបាក់មុខឈិញឈៀវតែខ្ញុំជាឪពុករបស់គេខ្ញុំអាចមើលដឹងថាគេមិនរងាប់ចិត្តងាយៗនោះទេថ្ងៃនេះខ្ញុំមកនៅក្នុងនាមជាឪពុកចង់ឲ្យទីចិនគិតពីរឿងរៀបការជាមួយនឹងគេតើទីចិនគិតយ៉ាងណាដែរទៅទេវតាប៉ៃអ៊ីប្រកបជាយ៉ាងនេះអញ្ចឹងខ្ញុំនិយាយតាមត្រង់ហើយខ្ញុំនិងកូនស្រីរបស់លោកគ្មាននិស្ស័យនៅគ្នានោះទេខ្ញុំលាសិនហើយឆាប់ចេញមកតែជីន នាងចង់រករឿងខ្ញុំនេះដល់ពេលណាទៅខ្ញុំលើកគេនិយាយស្មានថាទីជីនចិត្តអស់ជីវិតចាំកំដរលោកចុងក្រោយនឹងណា ទោះជាត្រូវបាត់បង់ជីវិតនាងមានសិទ្ធិអីមកកំណត់យើងនោះ ពួកយើងនៅឋានកណ្ដាល រឿងនោះគឺមិនគិតទេ កាន់នៅក្នុងចិត្តតែជីនខ្លាចជាស្វាមីរបស់ខ្ញុំហើយ គ្រាន់តែជាចិត្តរបស់នាងហ្វងជាចង់ឲ្យយើងនិយាយប្រមាណដងទៅនាងនឹងយើងនៅឋានកណ្ដាលគ្រាន់តែជាការសាកល្បងក៏មានសង្ឃឹមអីឲ្យសោះវាគ្មានប្រយោជន៍នោះទេពួកយើងគឺគ្មាននិស្ស័យនោះទេ មិនអាចទេតង្ហោបាក់ក្នុងចិត្តរបស់លោកគ្មានខ្ញុំទេហេតុអីក៏លោកទៅផ្ទះបាក់បែកនោះធ្វើអីតែព្រោះលោកមិនដាច់ចិត្តបើលោកមិនដាច់ចិត្តហេតុអីក៏ពួកយើងមិនសាក់មើលតែពេលនៅឋានកណ្ដាល បាន នោះ ហើយ អ
តអីហេតុអីក៏លោកដាច់ចិត្តជាមួយខ្ញុំខ្លាំងម្ល៉េះ អ្នកណាក៏យើងធ្វើដាក់បែបនេះដែរ មិនមែនទេមិនគួរអញ្ចឹងទេឬមួយក៏លោកមានផលវិបាកអីប្រាប់ខ្ញុំបានទេ នាងដឹងថាបាញ់មិញពុកនាងមករកយើងតែមានការអ្វីដែរទេមកសុំឲ្យយើងនេះរៀបការជាមួយនឹងនាង ពុកខ្ញុំសុំលោករៀបការជាមួយខ្ញុំម៉ែ ត្រូវហើយ ពុកខ្ញុំវល់លោកក៏លោកមិនព្រមដែរ ត្រូវហើយ ខ្ញុំជាអ្នកខុសគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំពុកពីដើមមកម្ដាយមិនវល់អ្នកណានោះទេខ្ញុំមិនគួរធ្វើអញ្ចឹងទេមិនគួរណាឲ្យមនុស្សនៅឈិញឈាវដាក់មុខនោះទេគឺជាកំហុសរបស់ខ្ញុំដែលខ្ញុំធ្វើឲ្យអ្នកនៅឈិញឈាវខ្វះគេខ្ញុំមិនគួរពាក់ព័ន្ធជាមួយនឹងតង្ហាទីជិនទេ ចេះខ្មាស់គេហើយ បានហើយទៅយើង មើលយើងធ្វើស្អីហ្នឹង ព្រះនាងចាក់ចែងទៅហើយទីជីនអត់មានអ្វីសួរទេ ដូច្នេះហើយទីជីនចង់សួរអ្វីក៏សួរមកចុះ មានអ្វីឆាន់និយាយមកបើគ្មានទេបិទមាត់ទេ ទីជីនគឺជាអ្នកក្តោបក្តាំមេឃដីក្រោយមកលោកក៏សុខសាន្តគឺឲ្យតំណែងនេះទៅព្រះអិនពីមុនបន្តដល់ព្រះអិនសពថ្ងៃ និយាយចំណុចសំខាន់ទេ ទូលបង្គំយល់ថាព្រះនាងព្រោះតែចង់សងគុណតាមទីជីនមកដល់ឋានលឺធ្វើជាអ្នកបម្រើតែទីជីនបន្តិចក៏មិនរវល់ដែរទូលបង្គំយល់ថាមិនមែនជាអ្វីដែលនាងត្រូវទទួលនោះទេ សើមិញឯងធ្លាប់បំបាយគូមាននិស្ស័យនៅក្នុងសភៅដែរទេ ប្រកាសហើយ អញ្ចឹងក្នុងសភៅឯងសរសេរច្បាស់ណាស់ថាគេទាំងពីរអ្នកគ្មាននិស្ស័យពួកគេអាចមានឱកាសនៅជាមួយគ្នាដែរទេ កែតែប្រមាណម៉ាត់គឺគ្មានបញ្ហាទេដូច្នេះហើយរឿងទាំងអស់នេះពួកយើងគួរតែដោះស្រាយ ចុះបើសិលាទាំង3កំណត់ថាគ្មាននិស្ស័យវិញនោះ សិលាទាំង3
ប្រងពេលជាចាំបារាមទាំងអស់នោះបានលឺដល់បាក់តូចទាំងអស់នោះហើយថាស្ដេចយមរាជពីមុនគឺចិត្តត្រឡប់មកវិញហើយត្រូវដាក់ទោសបិទចង្រៃរបស់ទ្រង់មេបាក់ទាំងអស់នោះគឺគួរតែឈឺក្បាលណាស់ទៅហើយឋានយមរាជពេលនេះគឺមិនដូចពីមុនទេគ្រប់គ្នាគឺសុទ្ធតែចង់ត្រឡប់ទៅភាពដ៏អស្ចារ្យកាលពីមុនវិញប្រងមិនចាំបាច់គិតទៀតទេក្នុងចំណោមមេទ័ពទាំងអស់គឺសុទ្ធតែត្រូវស្លាប់នៅក្នុងដៃទេពអប្សរប៉ាយឈៀនពួកគេគឺជាមន្ត្រីចាររបស់ស្ដេចយមរាជពីមុនដល់ដំណឹងនេះហើយគឺសុទ្ធតែចង់មានរឿងអ្នកខ្លះគឺចាំមើលខាងណាខ្លាំងទើបសម្រេចចិត្តទៅខាងនោះទូលមកគុំដាក់សួរកងទ័ព5ទៅ6នាក់ពួកគេសុទ្ធតែបិទទ្វារទាំងអស់ចុងក្រោយគឺមានតែពួកទូលមកគុំ2នាក់ទេដែលមកទីនេះបើអាចត្រឡប់ទៅដូចពីមុនយើងព្រមតែពួកយើងនេះមិនអាចចាំអស្ដេចយមរាជពីមុនគឺត្រឡប់មកវិញនោះទេតាំងកំហឹងបិតាទ្រង់មិនខ្វល់នឹងប្រជារាស្ត្រនោះទេឲ្យតែបិតារួចខ្លួនទ្រង់នឹងប្រើក្រោមវិញនេះដើម្បីសងសឹករឿងដែលទ្រង់ត្រូវឃុំអស់70000ឆ្នាំលោកដឹងដែរទេទូលមកគុំក៏គិតដូចជាព្រះអង្គចឹងដែរទើបទូលមកគុំសុខចិត្តស្លាប់ក៏មិនឲ្យស្ដេចយមរាជពីមុនប្រាប្រាទូលមកគុំសុខចិត្តស្លាប់ដើម្បីព្រះអង្គមិនស្មានថាចុងក្រោយមានពីរនាក់ឯងនៅក្បែរយើងសោះប្រហែលជាយើងត្រូវធ្វើរឿងធំការពារឋានយមរាជនិងភាពសុខសាន្តនៅក្នុងលោកនេះហើយពួកឯងទៅរើកម្លាំងទ័ពថ្មីដែលហ៊ានពលីជីវិតដើម្បីរាជវាំងជីមីងផងក្រាបទូលបងទី2បងប្រុសឯងនេះអសមត្ថភាពណាស់មែនទេមិនមែនទេមិនពេលសង្គ្រាមកាលពី70000ឆ្នាំមុនគឺជាពេលដែលឋានយមរាជរុងរឿងគ្រប់គ្នាគឺចង់បានភាពរុងរឿងជាថ្មីទៅគេមកតោញត្អែប្រាប់បងទី2តែសង្គ្រាមលើកនោះគឺត្រូវប្រើអាវុធនិងកម្លាំងខ្លាំងណាស់គឺបងជាអ្នកប្រមូលមកម្ដងតែងទៅមានឋានយមរាជនៅពេលនេះទោះមានស្ដេចឋានយមរាជផ្សេងទៀតក៏មិនល្អដូចជាបងដែរណាដូច្នេះហើយទោះជាបងចង់ធ្វើអ្វីក៏ដោយក៏ខ្ញុំតាមជួយបងដែរណាបងទី2តើបងទី2ចង់ធ្វើអ្វីតែបងប្រាប់ខ្ញុំមកខ្ញុំនឹងធ្វើតាមបងត្រូវតែទៅឋានលើជួបនឹងរាជទាយាទសិនរាជទាយាទយៈហួរត្រូវហើយស្ដេចយមរាជខ្ញុំមកសូមជួបនឹងរាជទាយាទទ្រង់មិននៅឋានលើ2ខែទៅហើយមិននៅឋានលើទេត្រូវហើយអញ្ចឹងលោកដឹងថាទ្រង់នៅឯណាដែរទេរឿងនេះខ្ញុំមិនអាចប្រាប់បាននោះទេរាជវាំងស៊ីអ៊ូមានរឿងមង្គលហើយត្រូវហើយថ្ងៃនេះព្រះអិនណាត់ជួបគ្នាជាមួយនឹងស្ដេចកញ្ជ្រោងមិនយូរទេស្ដេចយមរាជនឹងទទួលបានលិខិតអញ្ជើញហើយលោកនិយាយនោះគឺរាជទាយាទនឹងអ៊ីនតែមិនដែរទេគឺទេពអប្សរប៉ាឈៀនតែមិនដែរទេត្រូវហើយបើអញ្ចឹងខ្ញុំសូមអបអរសាទរផងលាសិនហើយលោកគ្រូហត់ហើយខ្ញុំចាក់តែជូនលោកគ្រូ
10ថ្ងៃទៅហើយនៅមានភ្ញៀវច្រើនម្ល៉េះលោកគ្រូត្រឡប់មកវិញជារឿងធំមិនដឹងថាផ្សព្វផ្សាយដល់ណាទេក្រៅមេឃលើដីគឺសុទ្ធតែដឹងថាទេវតាធ្វើសង្គ្រាមចំនួនមុនគឺត្រឡប់មកវិញហើយពិតជាអស្ចារ្យមែនទែនគេនិយាយថាលោកគ្រូគឺពាក់មួកមាសហើយខ្លួនពាក់អាវក្រោះអស្ចារ្យស្បែកជើងក៏វែងដៃកាន់ដាវនៅក្នុងពោះគឺថាលាក់ស្រីស្អាតម្នាក់ទៀតផងឲ្យតែដល់ថ្ងៃទី16ខែ8នឹងអង្គុយនៅលើភ្នំខុនលុនយ៉ាងសង្ហាទៀតផងណានៅពេលដែលលោកគ្រូអង្គុយនៅលើកំពូលភ្នំសត្វបាសីទាំងអស់នោះគឺចុះពីលើមេឃសំបីតានាគករាជនៅក្នុងទឹកក៏ចេញមកអបអរដល់លោកគ្រូដែរគិតមើលទៅតើលោកគ្រូរបស់យើងនេះអស្ចារ្យប៉ុណ្ណាគឺថាគ្មានគូប្រៀបទេពេលចាស់អារាមនេះគួរខ្មាស់គេណាវ៉ៃដូច្នេះហើយក៏មិនគួរខ្មាស់គេដែរមួកមាសអាវក្រោះស្បែកជើងក៏វែងកាន់ដាវទាំងនេះគឺសុទ្ធតែទេវតាមកជៀនពាក់នៅពេលធ្វើសង្គ្រាមហើយពលលោកនៅភ្នំខុនលុនរហូតមកអញ្ចឹងស្រីស្អាតដែលនិយាយនោះគឺសំដៅទៅលើណែគឺសំដៅទៅលើឯងហើយស្រីស្អាតនោះកន្លងមកត្រាប់បង្ខំក៏គួរឲ្យខ្មាស់ដែរ17តាមយុរបស់ឯងពេលនេះកុំថាឡើយមានគ្រូសាខ្លាចតែមានកូនប្រមាណអ្នកក៏មិនដឹងផងពេលណាឲ្យសិស្សច្បងជួបស្វាមីរបស់ឯងនោះតាមមុខមាត់របស់ឯងរៀបការជាមួយនរណាគេទៅនិយាយបានល្អខែក្រោយខ្ញុំចេញពួកបងផឹកស្រាមង្គលលោកគ្រូមានមនុស្សមកសុំជួបទៀតហើយតោះណែប្រហែលថ្ងៃនេះគេទទួលមនុស្សបន្តិចទេគួរតែសម្រាប់ហើយលោកគ្រូតែបាច់បែកនេះបន្តិចទៀតមានគេមកសុំជួបកាត់យ៉ាងម៉េចទៅហើយឲ្យទៅដំណាក់ខាងមុខហូបតែរួចហើយក៏ជួនដំណើរទៅវិញទៅហើយតែអ្នកគ្រប់ដែរទេគឺក្រុមលោកគ្រូមកតែចម្លាញ់ណាខ្ញុំនឹងបងទី4នោះឧស្សាហ៍និយាយរឿងរៀបការរបស់ឯងខ្លាំងណាស់យល់ថាឯនេះមិនដូចជាទេវតាផ្សេងទៀតទេសមជាទេពអប្សរជាងមានព្យុះមានភ្លៀងក៏អាចជៀសផុតបងទី4ក៏និយាយបែបនេះដែរមួយពាក្យក៏មិនខុសដែរឯងពិតជាខុសគេមែនខុសគេមែនទីនេះសម្អាតបានស្អាតណាស់ប្រកាសហើយទោះភ្នំខុនលុនទំនេររាប់ម៉ឺនឆ្នាំតែកន្លែងផ្សំថ្មក្រហមនេះគឺមិនអាចបាត់វាទេហេតុអីអូអនាគតស្វាមីរបស់ឯងមិនបានប្រាប់ឯងទេជាហោមិនដែរទេយំនោះរាជយាតមានឈាមពេញខ្លួននៅដៃមកខាងទៀតខ្ញុំស្មានថាទ្រង់ត្រូវរបួសការពិតគឺមកផ្សំថ្នាំក្រហមឯងថាទៅទ្រង់ធ្វើដើម្បីអ្នកណាទៅហេតុអីត្រូវមកភ្នំខុនលុនថ្មក្រហមនៅឋានលើហេតុអីបានជាគេមិនប្រាប់ឯងនេះគេចាញ់ពីឋានលើព្រោះតែមិនចង់ឲ្យអ្នកផ្សេងទៀតដឹងថាគេមកផ្សំថ្នាំក្រហមគេធ្វើថ្នាំនោះដើម្បីឲ្យខ្ញុំការពិតគឺដើម្បីឯងរៀនទៅជាតិល្អនឹងឯងខ្លាំងណាស់ឯងនៅរវល់ទៀតចុះយើងទៅរៀបបាយល្ងាចឲ្យពួកឯងសិនបានទាំងអស់នេះគេធ្វើដើម្បីខ្ញុំមិនថាស្មានទេវតាឬក៏កម្លាំងធានសត្វតែខ្ញុំបែរជាជំពាក់លោកគ្រូប៉ុន្តែគេ